វីដេអូនេះដែរខ្ញុំមកបញ្យល់ពីរបៀបលេងប្រភេទ drone SX1 របស់យើងបងប្អូននេះគឺជាវីដេអូខាងក្រុមហ៊ុនគេបញ្យល់អញ្ចឹងកន្លែងនេះគឺជាកន្លែងយើងដោតថ្មសាបងប្អូនយើងសាកថ្មយើងដោតថ្មចេញយកទៅបញ្ចូលពេលដែលយើងដោតបញ្ចូលទៅគឺវាចេញភ្លើងពណ៌ក្រហមចេះពេលដែលពេញភ្លើងគឺវាលត់ភ្លើងបងប្អូនពេលថ្មពេញវាលត់ភ្លើងហើយនេះគឺជាកន្លែងសាកថ្មតេឡេបងប្អូនមើលឲ្យច្បាស់ប្រយ័ត្នច្រឡំមកខាងសាកថ្មតេឡេមកខាងទៀតដោតខ្សែបញ្ចូលរូបភាពអញ្ចឹងយើងពេលដែលយើងសាកទៅគឺវាចេញភ្លើងក្រហមលោតផ្លែអញ្ចឹងពេលដែលពេញគឺវាលត់ភ្លើងបងប្អូនហើយកន្លែងនេះវិញគឺជាកន្លែងដាក់ memory យើងដោត memory ចូលអញ្ចឹងទៅបងប្អូនដោតចូលឲ្យវាណែនអញ្ចឹងណាហើយយើងដោតថ្មចូលមកបន្តមកយើងដោះគម្របកាមេរ៉ាចេញគម្រប gimbal ហ្នឹងយើងដោះចេញយើងពលាដៃពលាជើង drone ចេញមួយបងប្អូនបន្តមកទៀតយើងចុច hold ឲ្យជាប់ដើម្បីបើកដំណើរការ drone យើងចុចឲ្យវាជាប់ចេញភ្លើងមកសតួហើយចាំយើងប្រឡែងដៃបងប្អូនប្រឡែងដៃយើងដាក់ចូលឲ្យវា reset world កាមេរ៉ាទៅវិញទៅមកអញ្ចឹងណាព្រោះនេះវា reset វាបន្តមកទៀតយើងត្រូវតែបើក tele យើងបើក tele យើងរុញបេតុងកណ្ដាលហ្នឹងរុញទៅខាងស្ដាំបងប្អូនពី on ហ្នឹងបើកហើយយើងទុកវាចោលមកស្ទុះសិនដើម្បីឲ្យវា connect ពី drone មួយ tele ជាប់គ្នាបន្ទាប់ពីជាប់ហើយយើងអត់ទាន់ប្រហោះបងប្អូនយើងត្រូវតែចុចថ្លឹង motor វាមួយសិនចុចកន្លែងនេះមួយមកវាញាក់ភ្លើងទាំង4បងប្អូនញាក់ភ្លើងទាំង4បានន័យថាថ្លឹង motor បញ្ជាក់បងប្អូនត្រូវតែដាក់កន្លែងស្មើកុំឲ្យផ្អៀងបងប្អូនកន្លែងស្មើដាក់ drone បន្តមកយើងចុចលើខាងស្ដាំនេះចុចដើម្បីយើងពវល់ត្រីខ្សែវាមួយទៀតបងប្អូនយើងចុចហើយវាញាក់ភ្លើងទាំង4ញាក់ភ្លើងមួយអញ្ចឹងយើងកាន់ drone ឡើងលើកម្ពស់ប្រហែលជា1ម៉ែត្រយើងពវល់ទៅខាងស្ដាំ3ជុំនៅពេលដែលពវល់ហើយវាលឺសូរទឺតបងប្អូនត្រូវដាក់ drone ផ្ងាឡើងលើយើងពវល់3ជុំទៀតឲ្យវាលឺទឺតម្ដងទៀតយើងដាក់ drone ចុះវិញដាក់កន្លែងស្មើដដែលបងប្អូនបន្ទាប់មួយទៀតដំណាក់កាលម្ដងទៀតគឺយើងត្រូវរងចាំ GPS វាឲ្យជាប់សិន GPS យើងរងចាំមកស្ទុះទៅវាជាប់ហើយតែបងប្អូនត្រូវដាក់ drone នៅក្រៅបញ្ជាក់ដាក់នៅក្រៅកុំលេងក្នុងផ្ទះគឺ GPS វាអត់ជាប់ទេណាបងប្អូនត្រូវលេងអត់ដីវាលកម្រិតយ៉ាងតិចណា10ម៉ែត្រពីអញ្ចឹងទៀតដែរ GPS យើងមើលនៅលើនេះ GPS រត់តែច្រើនរត់តែល្អបន្ទាប់មកយើងចុចដោះសោវាមួយមកវាវិលស្លាប់បងប្អូនហើយយើងរុញខាងឆ្វេងឡើងលើគឺហោះឡើងលើបងប្អូនខាងឆ្វេងនេះរុញឡើងលើចុះក្រោមទៅចំហៀងឆ្វេងទៅចំហៀងស្ដាំបងប្អូនបាត់ក្បាលឆ្វេងបាត់ស្បាស្ដាំបន្តមកខាងស្ដាំយើងរុញទៅមុខវាទៅមុខមកក្រោយទៅចំហៀងឆ្វេងហើយនឹងទៅចំហៀងស្ដាំបងប្អូនបើសិនជាបងប្អូនសើចចេះបងប្អូនអាចរកកន្លែងទលាយរៀនលេងសិនបានណាហើយកន្លែងចំណុចនេះគឺបេតុងលបឿនបងប្អូនអក្សរ N ហ្នឹងគឺលបឿន normal លបឿនធម្មតាយើងយឺតចឹងទៅហើយបន្តមកយើងទាញអាខាងលើនេះវាទៅអក្សរ C វិញអក្សរ C មានន័យថាវារៀងsmooth ហ្នឹងបងប្អូនវារៀង smooth វាលបឿនវារៀងកម្រិតទី2អានេះគឺជាអក្សរ S ហ្នឹងមានន័យថា sport mode អាហ្នឹងលបឿនវាលឿនបងប្អូនលបឿនលឿនហើយខាងនេះវិញគឺយើងសេរីកាមេរ៉ាឡើងកាមេរ៉ាចុះនៅខាងលើបងប្អូននៅលើតេឡេនៅខាងឆ្វេងហ្នឹងសេរីកាមេរ៉ាឡើងកាមេរ៉ាចុះចំណែកបេតុងនៅខាងលើនេះខាងឆ្វេងគឺជាកន្លែងថតរូបស្លឹកបងប្អូនយើងចុចមួយទៅថតរូបស្លឹកបន្តមកខាងក្រោមនេះគឺថតជាវីដេអូពេលដែលយើងចុចថតយើងចុចមួយទៅពេលយើងស្គប់យើងចុចមួយសារទៀតបងប្អូនចុចមួយសារទៀតហើយបេតុងកន្លែងនេះគឺយើងចូលទៅកន្លែងរូបថតឬក៏វីដេអូយើងចុចមួយសារទៀតទៅម្ដងទៀតទៅគឺចូលនៅកន្លែងរូបភាពបងប្អូនចូលឲ្យ photo យើងថយក្រោយអាកន្លែងនេះកន្លែងយើងសេរីឡើងលើចុះក្រោមមើលរូបថតមើលវីដេអូអីចឹងណាបងប្អូនចុចឡើងលើចុះក្រោមទៅបន្តមកនេះថយមួយហើយថយមួយសារទៀតមកបន្តមកយើងរើសអាខាងសញ្ញាព្រួយខាងស្ដាំនេះចុះក្រោមគឺវាទៅខាងវីដេអូយើងចុចអូខេមកគឺវាចូលឡើងវីដេអូម្ដងបងប្អូនហើយចុចឡើងលើចុះក្រោមយើងចង់ចាក់វីដេអូណាដែលយើងចង់ចាក់ចឹងយើងចុចអូខេទៅគឺវាចូលខាងក្រោមគៀងអស់ខាងស្ដាំហ្នឹងនេះយើងមើលវីដេអូបន្តមកយើងចង់ថយក្រោយវិញយើងចុចខាងថយក្រោយខាងឆ្វេងខាងក្រោមហ្នឹងទៅថយ2ដងទៅគឺវាអស់ហើយបងប្អូនហើយកន្លែងបេតុងខាងលើនេះគឺជាបេតុង return home នៅពេលដែល drone ហោះទៅឆ្ងាយយើងចុចអានឹងមួយទៅគឺវាត្រឡប់មកទីតាំងដើមវិញចុះចតខ្លួនឯងអូតូម៉ាទិកបងប្អូនចុះដល់ទីតាំងដើមគឺវាចុះចតខ្លួនឯងហើយមួយទៀតសម្រាប់បងប្អូនដែលគាត់ចង់លេងក្នុងផ្ទះអញ្ចឹងបងប្អូនបច្ឆេះបានតែអត់ហោះឲ្យបងប្អូនអញ្ចឹងបងប្អូនត្រូវបិទ GPS សិនបងប្អូនចុចសញ្ញា GPS នៅលើហ្នឹងចុចជាប់ទៅបងប្អូនចុចជាប់ទៅ GPS វាបិទហើយនៅពេលដែល GPS បិទគឺភ្លើងវាលោតមួយអញ្ចឹងណាបន្តមកយើងថ្លឹង motor មួយទៅថ្លឹង motor មួយទៅអាហ្នឹងមិនយើងអាចបរោះបាននៅក្នុងផ្ទះបច្ចៈនៅក្នុងផ្ទះយើងត្រូវបិទ GPS មិនយើងបរោះបានតែបើលេងនៅក្រៅកុំបិទកុំប៉ះពាល់វាហើយយើងបរោះដូចពេលយើងលេងនៅក្រៅអញ្ចឹងយើងចុចដោះសោមួយរុញឆ្វេងឡើងលើហើយបងប្អូនកន្លែងនេះដែរសម្រាប់បងប្អូនចង់ភ្ជាប់ចូលទូរស័ព្ទបងប្អូនអាចភ្ជាប់បាន down app វាបងប្អូនយើងចូល App Store ឬ Play Store download app វាបានសិនមកបន្តមកបងប្អូនចូលកន្លែង Wi-Fi កន្លែងយើងបើក Wi-Fi បច្ចៈ Wi-Fi drone មិន Wi-Fi ផ្ទះណាបងប្អូនយើងត្រូវបើកហើយយើង connect វា Wi-Fi ហ្នឹងអត់មានលេខកូដទេ connect បច្ចៈយើងត្រូវបើក drone សិនណាបើក drone បើក tele ចាំយើងចូល app លេងនឹង connect បន្តមកទេបងប្អូនត្រូវមើលដោយទូរស័ព្ទបងប្អូនត្រូវមួយណាបងប្អូនយកមួយនឹងដាក់ណាយើងដោតចូលទូរស័ព្ទមួយមក
ចូលទូរស័ព្ទមួយមួយខាងនេះវាមានមួយខាងសាកថ្មមួយខាងសម្រាប់ដោតបញ្ជូនរូបភាពយើងដោតវាចឹងមកបងប្អូនដោតចឹងឲ្យបងប្អូនចូលទៅកន្លែង app ហ្នឹងទៅចុចពីអាខាងក្រោមគេទៅអក្សរចិនហ្នឹងយើងចុចទៅចេញបងប្អូនចឹងរបៀបភ្ជាប់មានតែប៉ុណ្្នឹងឯងនេះគឺជារបៀបដូរស្លាបបងប្អូនត្រូវមើលស្លាបវាមាន A ហើយនិង B យើងលេខ1លេខ2អីហ្នឹងមិនអត់សំខាន់ទេសំខាន់ A ឬក៏ B ដៃ A យើងដាក់ស្លាប A ដៃ B ដាក់ស្លាប B បាទរបៀបដូរស្លាបមានតែប៉ុណ្្នឹងសូមអរគុណ